ធម្មតាយើងជាសិស្សបកាយអញ្ចឹងវាមានកត្តាអីខ្លះដែលជំរុញឲ្យយើងខិតខំប្រឹងរៀនណាជាតាំងពីយើងចូលរៀននៅសវណ្ណភូមិនឹងដំបូងមកនៅពីក្មេងខ្ញុំមិនមែនជាសិស្សម្នាក់ដែលថាមានសមត្ថភាពនៅក្នុងការរៀនមកគឺចេះចាំគ្រប់សពហ្មងឯងពេលហ្នឹងខ្ញុំអានអក្សរក៏អាចនិយាយបានថាអត់ប្រកួតប្រជែងមួយអ្នករួមថ្នាក់បានតែខ្ញុំក៏ចាប់ផ្ដើមបណ្ដុះនៅគំនិតខ្លួនឯងក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដល់ថ្នាក់ថាលោកគ្រូអ្នកគ្រូគាត់ប្រាប់ប៉ាខ្ញុំថាគាត់មើលឃើញលើសមត្ថភាពរបស់ខ្ញុំនៅក្នុងការរៀនប៉ុន្តែខ្ញុំបញ្ចេញអត់ទាន់អស់ជំរាបសួរស្វាគមន៍មកកាន់ SPS Connect Podcast រដូវកាលទី1នេះពួកយើងនឹងជជែកគ្នាអំពីវិធីសាស្ត្ររៀនកាន់តែពូកែទទួលបានបន្ទុកកាន់តែខ្ពស់ថ្ងៃនេះយើងមានវាគ្មិនកិត្តិយសមួយរូបដែលជាអតីតសិស្សនិទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា2023-2024គាត់ក៏ធ្លាប់ជាសិស្សមួយរូបដែលទទួលបានជ័យលាភីជាសិស្សពូកែរាជធានីភ្នំពេញមកដែរអញ្ចឹងចង់ដឹងថាតើគាត់ជាអ្នកណាយើងទៅជួបជាមួយវាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាបាទជំរាបសួរកញ្ញាបាទចាជំរាបសួរទីឆាចាក៏ដូចជាជំរាបសួរទៅកាន់សិស្សានុសិស្សទាំងអស់គ្នាដែលកំពុងតែមើល podcast នេះដូចគ្នាបាទអរគុណមែនតើសម្រាប់ការចូលរួម podcast របស់យើងនៅថ្ងៃនេះអាចសូមកញ្ញាជួយណែនាំខ្លួនជាលម្អិតតិចបាទមិញណែបើកក្បាលមកមិញចង់ណែនាំទស្សនិកជនដែរប៉ុន្តែគិតថាទុកឲ្យកញ្ញាណែនាំវាឲ្យកាន់តែលម្អិតកាន់តែច្បាស់បាទចាទីឆាជំរាបសួរទីឆាម្ដងទៀតខ្ញុំមានឈ្មោះហេងសុភកញ្ញាគឺជាអតីតសិស្សនៃសាលារៀនសុវណ្ណភូមិទីតាំងដូនពេញដែលខ្ញុំក៏ជាអតីតសិស្សនិទេស A មួយរូបនៅក្នុងឆ្នាំសិក្សា2023-2024ដោយសប្តាហ៍ថ្ងៃខ្ញុំកំពុងតែធ្វើការសិក្សានៅឯសាលារៀនសាកលវិទ្យាល័យអាមេរិកភ្នំពេញទៅលើជំនាញការអភិវឌ្ឍ software បាទកញ្ញាចង់សាកសួរកញ្ញាបន្តិចទៅមើលយើងចង់ break ទៅការដែលយើងចូលរៀននៅសវណ្ណភូមិដំបូងកញ្ញាចូលរៀនពីឆ្នាំណាមកដែរហើយធម្មតាយើងជាសិស្សបកាយអញ្ចឹងវាមានកត្តាអីខ្លះដែលជំរុញឲ្យយើងខិតខំប្រឹងរៀនណាជាតាំងពីយើងចូលរៀននៅសវណ្ណភូមិនឹងដំបូងមកចាតិចឆបើនិយាយអំពីការចូលរៀនដំបូងរបស់ខ្ញុំនៅសាលារៀនសុវណ្ណភូមិខ្ញុំចាំបានថាពេលហ្នឹងគឺខ្ញុំនៅពេលដែលប៉ាខ្ញុំចង់ដាក់ខ្ញុំចូលសាលារៀនដំបូងនៅថ្នាក់ទី10ឬក៏ថ្នាក់ទី1ពេលហ្នឹងគាត់ព្យាយាមស្វែងរកសាលាផ្សេងហើយក៏ពេលហ្នឹងគាត់ជិះកាត់សាលារៀនសុវណ្ណភូមិទីតាំងដូនពេញពេលហ្នឹងក្នុងឆ្នាំ2012ប៉ាខ្ញុំគាត់ក៏សម្រេចចិត្តថាគាត់ចោះឈ្មោះនិងផ្ញើអនាគតលើការសិក្សារបស់ខ្ញុំនៅសាលារៀនសុវណ្ណភូមិតាំងពេលហ្នឹងមកហើយចាប់តាំងពីចូលថ្នាក់ទី1ហ្នឹងមកខ្ញុំអាចនិយាយបានថានៅពីក្មេងខ្ញុំមិនមែនជាសិស្សម្នាក់ដែលថាមានសមត្ថភាពនៅក្នុងការរៀនមកគឺចេះចាំគ្រប់សពហ្មងឯងព្រោះខ្ញុំចាំកាលពេលដែលខ្ញុំនៅរៀនថ្នាក់តូចថ្នាក់ទី1ថ្នាក់ទី2គឺរាល់ពេលដែលមាននៅកម្មវិធីណាត់ជួបអាណាព្យាបាលម្ដងពេលដែលប៉ាខ្ញុំគាត់មកជួបលោកគ្រូអ្នកគ្រូគឺពេលហ្នឹងគឺលោកគ្រូអ្នកគ្រូគាត់តែងតែប្រាប់ពីចំណុចខ្វះខាតរបស់យើងថាយើងអត់ទាន់អាចមានសមត្ថភាពនៅក្នុងកន្លែងនេះឬក៏ចំណុចនេះពេលហ្នឹងខ្ញុំអានអក្សរក៏អាចនិយាយបានថាអត់ប្រកួតប្រជែងមួយអ្នករួមថ្នាក់បានតែខ្ញុំរៀងនៅក្រោមគេច្រើនប៉ុន្តែក្រោយពីបានលោកគ្រូអ្នកគ្រូគាត់ប្រាប់នៅចំណុចខ្វះខាតក៏ដូចជាចំណុចដែលត្រូវអភិវឌ្ឍផ្សេងទៀតតាំងពីថ្នាក់អនុវិទ្យាល័យមកខ្ញុំក៏ចាប់ផ្ដើមបណ្ដុះនៅគំនិតខ្លួនឯងក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដល់ថ្នាក់ថាលោកគ្រូអ្នកគ្រូគាត់ប្រាប់ប៉ាខ្ញុំថាគាត់មើលឃើញនៅសមត្ថភាពរបស់ខ្ញុំនៅក្នុងការរៀនប៉ុន្តែខ្ញុំបញ្ចេញអត់ទាន់អស់បាទអញ្ចឹងចូលរៀននៅសវណ្ណភូមិតាំងពីទី1រហូតដល់ចប់ទី12តែម្ដងបាទពេលហ្នឹងនឹកឃើញមកយើងត្រឡប់ទៅមិនតិចមិនទុចថាតាំងពីកញ្ញាចូលរៀនមកមានដែរនឹកឃើញថាបានដំបូលមានពីគ្រូឬក៏ពីគណៈគ្រប់គ្រងសាលារូបណាមួយដែលធ្វើឲ្យកញ្ញាស្ដាប់ហើយវាកន្ត្រាក់ចិត្តណាបាទដូចថាយើងស្ដាប់ហើយយើងចាំមកភ្លេចវាជាកត្តាជំរុញចិត្តឲ្យយើងខំប្រឹងរៀនតាំងពីហ្នឹងមកចាតិចឆគឺខ្ញុំមាននៅដំបូងមានពីលោកគ្រូម្នាក់ដែលខ្ញុំតែងតែចាំនៅដំបូងមានគាត់ហើយគាត់ក៏ជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យខ្ញុំអភិវឌ្ឍនៅបណ្ដុះនៅក្នុងការបណ្ដុះគំនិតនៅក្នុងការរៀនឲ្យបានប៉ាកែរៀនឲ្យបានទទួលបានលេខល្អផងដែរគឺនៅថ្នាក់ទី6គឺខ្ញុំពិតជាចាំច្បាស់មែនតើពេលហ្នឹងមានកម្មវិធីណាត់ជួបអាណាព្យាបាលពេលហ្នឹងគាត់បានហៅប៉ារបស់ខ្ញុំមកណាត់ជួបនិយាយពីរឿងការសិក្សារបស់ខ្ញុំនៅក្នុងថ្នាក់គឺលោកគ្រូម្នាក់ហ្នឹងគាត់បានប្រាប់ទៅកាន់ប៉ាខ្ញុំថាគាត់មើលឃើញនៅសមត្ថភាពនៃការរៀនរបស់ខ្ញុំនៅពេលហ្នឹងពេលហ្នឹងក៏
ធ្វើឲ្យខ្ញុំអាចមានអារម្មណ៍មួយថាបើសិនជាខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រតាំងពីពេលហ្នឹងឥឡូវទៅខ្ញុំប្រកាសជាអាចអភិវឌ្ឍខ្លួនបន្តទៅមុខថែមទៀតហើយពេលហ្នឹងលោកគ្រូគាត់ប្រាប់ប៉ាខ្ញុំថាបើសិនជាខ្ញុំខិតខំប្រឹងប្រែងអស់ពីសមត្ថភាពខ្ញុំប្រកាសជាអាចទទួលបាននៅលទ្ធផលល្អហើយក៏ដូចជាអាចប្រកួតប្រជែងជាមួយនឹងមិត្តរួមថ្នាក់ផងដែរ នៅចាំឈ្មោះគាត់ទេ ចាគឺខ្ញុំចាំឈ្មោះលោកគ្រូច្បាស់មែនតើគឺលោកគ្រូចេនលំសែន បាទលោកគ្រូ ចា លំសែន ប៉ុន្តែប្រហែលជាឥឡូវគាត់អត់បរៀននៅសាលាទៀតទេ បាទបាទអូខេអរគុណអញ្ចឹងតាំងពីទី6មកកញ្ញាចាប់ផ្ដើមផ្លាស់ប្ដូរបរិបទដែលយើងរៀនតែហ្មងអញ្ចឹងអាចសុំបិទព័ត៌មានបន្ថែមតិចមើលថាតើកញ្ញារៀបតាំងពីស្ដាប់គាត់ហើយមកយើងរៀបចំវិធីសាស្ត្ររៀនយើងយ៉ាងម៉េចណាឧទាហរណ៍ថាយើងចាំថាឥឡូវមេរៀនត្រូវទិញយើងចង់ទិញពេលព្រឹកមេរៀនធ្វើលំហាត់យើងធ្វើពេលយប់ឬក៏កញ្ញាមានវិធីសាស្ត្រអីក្នុងការរៀបយុទ្ធសាស្ត្រទាំងអស់ហ្នឹងឲ្យរៀនទៅវាបានជោគជ័យព្រោះអ្នកខ្លះមិនប្រកាសថាគាត់ធ្វើតាមទៅគាត់រៀនបានទេ ចា អញ្ចឹងអាចថាគាត់មានវិធីផ្សេងគ្នាទៅតាមចំណូលចិត្តរបស់បុគ្គលណាម្នាក់អញ្ចឹងណាឬក៏សិស្សណាម្នាក់អញ្ចឹងទៅអញ្ចឹងអាចសុំពីកញ្ញាមកវិញមើលបាទ ចាលោកគ្រូសម្រាប់ខ្ញុំវិញបន្ទាប់ពីទទួលបាននៅដំបូន្មានរបស់លោកគ្រូម្នាក់ដែលខ្ញុំពិតជាអរគុណទៅគាត់ខ្លាំងមែនតើដែលគាត់គឺជាចំណុចចាប់ផ្ដើមមួយដែលផ្ដល់ដំបូន្មានខ្ញុំលើកទឹកចិត្តឲ្យខ្ញុំខិតខំប្រឹងប្រែងរៀនតាំងពីថ្នាក់អនុវិទ្យាល័យនឹងមកអញ្ចឹងនៅពេលដែលខ្ញុំបានស្ដាប់ដំបូន្មានពីលោកគ្រូហើយចូលមកដល់ថ្នាក់អនុវិទ្យាល័យចាប់ផ្ដើមពីថ្នាក់ទី7ពេលហ្នឹងខ្ញុំអាចនិយាយបានថាខ្ញុំកើតមាននៅទឹកចិត្តនៅក្នុងការខំរៀននេះអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់គោលដៅខ្លួនឯងគឺខ្ញុំយកនៅមេរៀនទាំងឡាយហ្នឹងឲ្យតែពេលរាល់ពេលគ្រូបរៀនគឺខ្ញុំតែងតែយកមកអនុវត្តយកមកវឹកហាត់រហូតប៉ុន្តែលទ្ធផលដែលខ្ញុំទទួលបានពេលហ្នឹងมันអាចឃើញភ្លាមបាននេះអាចនិយាយបានថាពេលហ្នឹងខ្ញុំលើកមុខវិជ្ជាមួយយកមកនិយាយគឺមុខវិជ្ជាគណិតវិទ្យាគឺខ្ញុំខំប្រឹងរៀនទៅលើមុខវិជ្ជាហ្នឹងមែនតើខ្ញុំដាក់គោលដៅខ្លួនឯងខ្ញុំខំទៅមើល YouTube ផងខ្ញុំខំសួរលោកគ្រូអ្នកគ្រូផងរាល់ពេលចំណុចដែលខ្ញុំស្ដាប់ពីលោកគ្រូអ្នកគ្រូដែលខ្ញុំយកចិត្តទុកដាក់ស្ដាប់នៅក្នុងពេលរៀនខ្ញុំអត់ចេះអត់ចាំហ្នឹងគឺខ្ញុំតែងតែទៅសួរគាត់អីប៉ុន្តែពេលប្រឡងចេញមកគឺបន្ទុកអត់បានដូចអីដែលខ្ញុំរំពឹងទុកភ្លាមទេគឺពេលហ្នឹងអាចនិយាយបានថាបន្ទុក100ខ្ញុំបានត្រឹមតែ60ទេអញ្ចឹងពេលហ្នឹងខ្ញុំក៏រៀងមានការធ្លាក់ទឹកចិត្តតិចតួចដែរប៉ុន្តែខ្ញុំនៅតែអត់បោះបង់ហើយនៅតែប្រាប់ខ្លួនឯងថាឥឡូវហ្នឹងខ្ញុំអត់ទាន់បច្ចេកសមត្ថភាពអស់អញ្ចឹងទៅខ្ញុំត្រូវតែខំថែមទៀតរកកលឹះផ្សេងទៀតកត់ត្រាពីលោកគ្រូអ្នកគ្រូពេលគាត់បរៀនហ្នឹងយកមកអនុវត្តយូរទៅក៏ចាប់ផ្ដើមពីថ្នាក់ទី8ទី9ទី10មកការខិតខំប្រឹងប្រែងរៀនសូត្ររបស់ខ្ញុំហ្នឹងក៏ឃើញផលមែនតែនហើយក៏ឃើញថាខ្ញុំអភិវឌ្ឍទៅលើការសិក្សាហ្នឹងទទួលបាននូវលទ្ធផលល្អជាងមុនចា៎អាចសុំទម្លាប់នៃការរៀនបន្ថែមបន្តិចបានឧទាហរណ៍ដូចកញ្ញាមានមិញហ្នឹងចាប់ពីទទួលបានដំបូន្មានពីគ្រូមកហើយចាប់ផ្ដើមយកមកអនុវត្តបានច្រើនហើយចុះឥឡូវឧទាហរណ៍ដូចអ្នកខ្លះគាត់អត់ប្រកែកទិញមេរៀនទេហើយទៅប្រឡងគាត់ត្រូវប្រឡងមុខវិជ្ជាដែលតម្រូវឲ្យទិញមេរៀនចោលទៀតដូចប្រវត្តិវិទ្យាអញ្ចឹងកញ្ញាមានជាវិធីសាស្ត្រណាដើម្បីធ្វើម៉េចយើងទិញមេរៀនឲ្យចាំឧទាហរណ៍ដូចឆ្នាំនៃព្រឹត្តិការណ៍អញ្ចឹងណាចាលោកគ្រូបើទៅលើចំណុចហ្នឹងខ្ញុំក៏អាចនិយាយបានថាខ្ញុំមាននៅកលឹះមួយចំនួនដែលខ្ញុំធ្វើមិនឲ្យខ្លួនឯងហ្នឹងអាចរៀនទៅលើមុខវិជ្ជាហ្នឹងឆាប់ចេះឆាប់ចាំដូចជាលោកគ្រូលើកឡើងគឺមុខវិជ្ជាប្រវត្តិវិទ្យាតាមពិតទៅបើនិយាយបកទៅក្រោយបន្តិចតាំងពីក្មេងមកម៉ាក់ខ្ញុំគាត់នៅផ្ទះចឹងណាគាត់តែងតែឲ្យខ្ញុំហ្នឹងសូត្រកំណាព្យឬក៏រៀនពីព្រឹត្តិការណ៍ផ្សេងនិយាយទៅគឺខ្ញុំជាមនុស្សម្នាក់ដែរមាននៅចំណង់ចំណូលចិត្តនៅក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្រដែរដល់ពេលចឹងទៅឲ្យតែពេលទៅលើមុខវិជ្ជាអញ្ចឹងគឺខ្ញុំតែងតែចង់ដឹងចង់ឮចង់ដឹងថាពេលសម័យហ្នឹងមានរឿងអីកើតឡើងមានព្រឹត្តិការណ៍អីគេខ្លះចឹងដល់ពេលមកខ្ញុំអនុវត្តនៅការរៀនផ្ទាល់ជាពិសេសទៅលើមុខវិជ្ជាប្រវត្តិដែលលោកគ្រូលើកឡើងហ្នឹងគឺកលឹះមួយចំនួនហ្នឹងគឺយើងមិនបាច់អាចថាយើងចាំហ្មងឯងគឺពេលដែលលោកគ្រូអ្នកគ្រូបញ្យល់នៅក្នុងថ្នាក់ស្ដាប់គាត់បញ្យល់ឲ្យយល់ពីព្រឹត្តិការណ៍ថាអូកើតឡើងពីសម័យនេះវាតភ្ជាប់ទៅនៅសម័យនេះព្រឹត្តិការណ៍ហ្នឹងគេត្រូវតែកើតឡើងអញ្ចឹងអីអញ្ចឹងទៅអាចធ្វើឲ្យយើងហ្នឹងមាននៅចំណូលចិត្តមួយថាយើងចាំពីសម័យហ្នឹងទោះបីយើងមិនចាំប៉ុន្តែយើងដឹងអំពីព្រឹត្តិការណ៍ដែលកើតឡើងក៏យើងអាចយកមកសរសេរក្នុងការប្រឡងឬក៏យកមកអនុវត្តនិយាយផ្ទាល់បានដែរចា៎កញ្ញាធ្លាប់ជាសិស្សបកាយខ្មែរបាទហើយក៏បដូរទៅប្រឡងសិស្សបកាយរូបវិទ្យាវិញបាទសូម
សូមជាអារម្មណ៍ពេលហ្នឹងបន្តិចមូលហេតុអីដែលយើងឃើញថាយើងបកកែខ្មែរប៉ុន្តែតើយើងត្រឡប់ទៅយកមុខវិជ្ជារូបវិទ្យាដែលមុខវិជ្ជាជាវិទ្យាសាស្ត្រវិញណាមានមូលហេតុអីមានកត្តាអីដែរបាទចាលោកគ្រូចង់ចំណុចហ្នឹងផងដែរខ្ញុំគិតថាបងប្អូនក៏ដូចជាសិស្សានុសិស្សគាត់ប្រកាសជាឆ្ងល់ហើយហេតុអីបានជាខ្ញុំដំបូងប្រឡងសិប្បកម្មខ្មែរទេប៉ុន្តែដល់ពេលខ្ញុំបដូរទៅប្រឡងសិប្បកម្មរូបវិទ្យាវិញនៅថ្នាក់វិទ្យាល័យគឺនៅលើចំណុចហ្នឹងគឺខ្ញុំមានកត្តាមួយចំនួនដូចគ្នាទី1ហ្នឹងគឺខ្ញុំចាប់ផ្ដើមដំបូងខ្ញុំអត់ទាន់បានដឹងអំពីការប្រកួតឬក៏ការប្រឡងសិប្បកម្មហ្នឹងទេប៉ុន្តែមានអ្នកគ្រូម្នាក់ដែលគាត់បានជំរុញលើកទឹកចិត្តរបស់ខ្ញុំទៀតអីគឺគាត់ជំរុញលើកទឹកចិត្តរបស់ខ្ញុំឲ្យថាខ្ញុំចូលប្រឡងសិប្បកម្មទៅព្រោះគាត់មើលទៅលើទឹកដៃនៃការសរសេររបស់យើងនៅក្នុងថ្នាក់ហ្នឹងគាត់មើលឃើញថាយើងអាចសរសេរមានខ្លឹមឃ្លាបានល្អហើយមានអត្ថន័យបានល្អអញ្ចឹងទៅក៏ខ្ញុំពេលហ្នឹងក៏រៀងស្ទាក់ស្ទើរដែររៀងអត់សូវក្លាហានដែរប៉ុន្តែក៏គិតថាតែបើខ្ញុំអត់សាកគឺខ្ញុំអត់ដឹងថាសមត្ថភាពរបស់ខ្ញុំនៅកម្រិតណាទេអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមចូលប្រឡងសិប្បកម្មខ្មែរហើយពេលហ្នឹងអាចនិយាយបានថាទៅលើមុខវិជ្ជាខ្មែរហ្នឹងគឺខ្ញុំចូលចិត្តមួយផ្នែកដែរទើបខ្ញុំចូលទៅប្រឡងហើយពេលដែលប្រឡងហ្នឹងគឺខ្ញុំខិតខំអស់ពីសមត្ថភាពមែនតើខ្ញុំទិញសៀវភៅយកមកមើលផងមើលប្រវត្តិសាស្ត្រផងវប្បធម៌ទូទៅផងហើយពេលហ្នឹងគឺចាប់ការប្រឡងសិប្បកម្មខ្មែរតមកដល់ថ្នាក់វិទ្យាល័យហេតុផលចម្បងដែលខ្ញុំបដូរពីការប្រឡងសិប្បកម្មខ្មែរមកប្រឡងរូបវិទ្យាហ្នឹងគឺតាក់ទងទៅនឹងប៉ារបស់ខ្ញុំដូចគ្នាប៉ាខ្ញុំគឺជាគាត់ជាគ្រូបង្រៀនរូបវិទ្យាគាត់ជាគ្រូបង្រៀនរូបវិទ្យាម្នាក់ដែលខ្ញុំពេលហ្នឹងគឺចូលទៅដល់ថ្នាក់វិទ្យាល័យភ្លាមថ្នាក់ទី10ភ្លាមគឺប៉ាខ្ញុំគាត់ចាប់ផ្ដើមបញ្យល់ខ្ញុំពីរូបបញ្យល់ពីអីចឹងទៅក៏ខ្ញុំមានការបដូរនៅចំណងចំណូលចិត្តរៀនគិតថាខ្លួនឯងដូចស័ក្តិសមឬក៏ខ្លួនឯងដូចចូលចិត្តទៅលើមុខវិជ្ជាវិទ្យាសាស្ត្រជាងមានអារម្មណ៍ថាខ្ញុំយល់ដឹងទៅលើមុខវិជ្ជានឹងច្រើនហើយប៉ាគាត់បរៀនបន្ថែមផងអីផងទៅក៏សម្រេចចិត្តថាចូលមុខវិជ្ជារូបវិទ្យាឲ្យខំឲ្យអស់ពីសមត្ថភាពក្នុងការប្រឡងហ្នឹងទៅចា៎កាលហ្នឹងធ្លាប់គិតទេថាខ្ញុំចង់ដូរពីអក្សរសាស្ត្រមកវិទ្យាសាស្ត្រវិញដោយសារកត្តាហ្នឹងថ្ងៃក្រោយទៅខ្ញុំចង់ធ្វើអីអញ្ចឹងតាក់ទងមួយវិទ្យាសាស្ត្រតាមពិតទៅលោកគ្រូត្រង់ចំណុចហ្នឹងក៏ខ្ញុំធ្លាប់បានគិតដែរខ្ញុំផ្លាស់ប្ដូរខ្លួនឯងពីមុខវិជ្ជាភាសាខ្មែរទៅលើមុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងមិនបានន័យថាមុខវិជ្ជាអក្សរសាស្ត្រហ្នឹងគឺខ្ញុំអត់ចូលចិត្តទេខ្ញុំនៅតែរក្សាចំណងចំណូលចិត្តទៅលើមុខវិជ្ជាហ្នឹងដដែលប៉ុន្តែខ្ញុំអាចនិយាយបានថាដោយសារតែទៅលើថ្នាក់វិទ្យាល័យយើងមានការបែងចែកនៅក្នុងការរៀនថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់សង្គមអីផ្សេងទៅហើយខ្ញុំគិតថាថ្នាក់ទាំងពីរហ្នឹងសុទ្ធតែសំខាន់ប៉ុន្តែខ្ញុំចង់ជ្រើសរើសទៅលើមុខវិជ្ជាវិទ្យាសាស្ត្រដោយសារតែខ្ញុំគិតគូរថាតទៅមុខទៀតអាចនឹងខ្ញុំរើសយកជំនាញរៀនទៅលើខាងផ្នែកនឹងច្រើនអញ្ចឹងទៅបើខ្ញុំប្រស៊ាំខ្លួននឹងឲ្យខ្លួនឯងមានការដកខាត់ទៅលើទៅលើផ្នែកនឹងហ្មងក៏ល្អដែរចា៎បាទកញ្ញាអញ្ចឹងឥឡូវតាមរយៈកញ្ញាមានប្រសាសន៍មកគឺយើងរៀប schedule រៀនអីច្រើនហើយចា៎ចុះឥឡូវដល់ពេលយើងរៀនច្រើនពេកព្រោះខ្ញុំធ្លាប់ឮកូនសិស្សយើងភាគច្រើនគាត់ថាគាត់រៀនច្រើនអញ្ចឹងអត់មានពេលសម្រាកអត់មានពេលអីទេគាត់និយាយថា burn out ណាបាទកញ្ញាមានជា technique អីឧទាហរណ៍ឥឡូវយើងខំប្រឹងរៀនហើយដល់ពេលរៀនខ្លាំងពេកបាទមានអ្នកខ្លះរៀនដល់ឈឺទៀតយើងធ្វើម៉េចឲ្យយើងចែកម្លែកតលយៈភាពរវាងយើងម៉ោងយើងរៀនក៏ដូចជាម៉ោងយើងសម្រាកក៏ដូចជាម៉ោងយើងដើរលំហែនឹងបានដើម្បីជៀសវាងកុំឲ្យ burn out ហើយតែកាលណា burn out ទៅក៏រៀនឡើងចូលអញ្ចឹងណាបាទមាន technique អីចាលោកគ្រូទៅលើចំណុចហ្នឹងខ្ញុំអាចនិយាយបានថាទៅលើការរៀនយើងម្នាក់សិតតែខិតខំប្រឹងប្រែងរៀនសិតតែដាក់ការភាពខ្លួនឯងដាក់គោលដៅថាពីដើមមកយើងត្រូវធ្វើមកអីប៉ុន្តែទៅតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ជាសិស្សម្នាក់ដែលធ្លាប់ដាក់ការវិភាគដាក់គោលដៅឲ្យខ្លួនឯងខំរៀនឲ្យបានដល់ទីបញ្ចប់ឬក៏ខំរៀនចំណុចហ្នឹងត្រូវតែរៀនចំណុចហ្នឹងហ្មងប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ក៏ខ្ញុំមាននៅពេលខ្លះដែលខ្ញុំរៀងអស់កម្លាំងរៀងនឿយហត់ដែលពេលរៀនទៅមានអារម្មណ៍ថាខ្លួនឯងទៅមុខឡើងរួចប៉ុន្តែចំណុចមួយដែលខ្ញុំអាចលើកឡើងហ្នឹងគឺទី1កម្លាំងចិត្តពីអ្នកផ្ទះហើយដល់ពេលទី2ហ្នឹងគឺការដឹងច្បាស់ថាខ្លួនឯងត្រូវតែសម្រេចនៅចំណុចហ្នឹងឲ្យបានអញ្ចឹងនៅពេលដែលខ្ញុំដាក់ការវិភាគដំបូងមកខ្ញុំដាក់ការវិភាគខ្លួនឯងដាក់គោលដៅថាឥឡូវការវិភាគរបស់ខ្ញុំត្រូវរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រត្រូវសម្រេចថាត្រូវប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិត្រូវតែយកនិទ្ទេសនេះឲ្យបាននិទ្ទេសនោះឲ្យបានអញ្ចឹងទៅប៉ុន្តែនៅឆ្នាំពាក់កណ្ដាលទីខ្ញុំក៏មានអារម្មណ៍នឿយហត់មានអីចឹងដែរប៉ុន្តែដោយសារតែមានប៉ាម៉ាក់លើកទឹកចិត្តហើយខ្ញុំយល់ឃើញថាឥឡូវហ្នឹងគឺជាឆ្នាំដែលខ្ញុំត្រូវតែប្រឡងត្រូវតែអីចឹងទៅខ្ញុំដឹងគោលដៅខ្ញុំច្បាស់នៅពេលដែលខ្ញុំដឹងគោលដៅខ្ញុំច្បាស់គឺអារម្មណ៍នឿយហត់ហ្នឹងវាផាត់ទៅដោយឡែកហ្មង
គឺខ្ញុំប្រឹងប្រែងស្វាស្វែងទៅលើការហ៊ានបន្ថែមទៀតមួយវិញទៀតតាក់ទងទៅលើចំណុចហ្នឹងផងដែរលោកគ្រូគឺបើសិនជានៅពេលនឿយហត់គឺយើងអាចសម្រាកបានយើងមិនថាយើងសម្រុករៀនហ្នឹងគឺយើងរៀនទៅរੂរហូតមួយអាទិត្យពីមួយអាទិត្យទៅមួយអាទិត្យពេញហើយយើងអាចយកពេលថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យអាចថាថ្ងៃអាទិត្យចុះពេលល្ងាចដើរលំហែកាយដើរហាត់ប្រាណដើម្បីឲ្យខួរក្បាលយើងស្រឡះទើបយើងអាចស្រូបយកចំណេះបន្ថែមទៀតបានសូម្បីតែមកដល់ថ្នាក់សាកលវិទ្យាល័យក៏ខ្ញុំនៅតែអនុវត្តវិធីហ្នឹងដូចគ្នាដែរលោកគ្រូបាទបោះក្បាយមែនទេអញ្ចឹងសង្ឃឹមថាបងប្អូនដែលគាត់បានកំពុងតែរៀនបច្ចុប្បន្នហ្នឹងគាត់ខំប្រឹងប្រែងអាចយកតិចនិចនេះទៅអនុវត្តបានមួយចំនួនធំដើម្បីកុំឲ្យគាត់មើលអាវតន់បាទហើយចង់សាកសួរកញ្ញាបន្តិចដែរតែយើងបាក់ឌុបយើងចិត្តមកដល់ហើយសម្រាប់ឆ្នាំសិក្សានេះបាទឆ្នាំ2026នេះសម្រាប់កញ្ញាកាលពីកញ្ញានៅរៀនណាតែកំឡុងពេលប្រហែលជា2ខែជាងនេះយើងគួរធ្វើអីសម្រាប់កូនសិស្សដើម្បីត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្ររបស់យើងហ្នឹងសញ្ញាបត្របាក់ឌុបហ្នឹងធ្វើម៉េចឲ្យបាននិទេសល្អព្រោះដូចកញ្ញាធ្លាប់បាន A មកអញ្ចឹងមានជាការត្រៀមខ្លួនបែបណាសម្រាប់សិស្សប្អូនដែរចាលោកគ្រូជាសារចែកម្លែកក៏ដូចជាតកតងជាមួយនឹងប័ណ្ណពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំចង់ចែកម្លែកទៅកាន់សិស្សប្អូនថាដោយសារតែការប្រឡងចិត្តឈានចូលមកដល់ហើយសល់រយៈពេលតែ2ខែទៀតនៅក្នុងឆ្នាំហ្នឹងចា2ខែទៀតគឺដល់ការប្រឡងបាក់ឌុបហើយការប្រឡងបាក់ឌុបយើងប្រកាសជាមានអារម្មណ៍មួយគឺជាការប្រឡងមួយដែលបញ្ចប់នៅថ្នាក់វិទ្យាល័យរបស់យើងមកហើយយើងតកម្រិតសិក្សាតទៅមុខទៀតអញ្ចឹងសម្រាប់ការប្រឡងហ្នឹងរយៈពេល2ខែហ្នឹងសម្រាប់ខ្ញុំតខ្ញុំអាចប្រាប់ទៅកាន់សិស្សប្អូនថារយៈពេលមួយឆ្នាំពេញតាំងពីដើមឆ្នាំពាក់កណ្ដាលឆ្នាំមកយើងបានស្រូបយកនៅចំណេះដឹងស្ដាប់យកការពន្យល់ពីលោកគ្រូអ្នកគ្រូមកជាច្រើនហើយចឹងទៅសល់រយៈពេល2ខែហ្នឹងខ្ញុំគិតថាបងប្អូនគួរតែយកពេលហ្នឹងដើម្បីទៅវឹកហាត់និងអនុវត្តខ្លួនឯងផ្ទាល់ឲ្យបានច្រើនយើងនៅតែទៅស្ដាប់លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ជាមួយនឹងមេរៀនរបស់គាត់ក៏ចំណាំនៅចំណុចសំខាន់ផ្សេងៗប៉ុន្តែរយៈពេល2ខែហ្នឹងគឺវាគៀកមែនតើគៀកទៅនឹងការប្រឡងមែនតើអញ្ចឹងខ្ញុំអាចនិយាយបានថាគាត់យកពេលហ្នឹងមកអនុវត្តខ្លួនឯងឲ្យច្រើនហ្វឹកហាត់ practice ឲ្យច្រើនជាពិសេសទៅលើមុខវិជ្ជាដែលគាត់គិតថាគាត់នៅមានចំណុចខ្សោយគាត់អត់ទាន់អាចធ្វើទៅលើមុខវិជ្ជាហ្នឹងបានល្អទេអញ្ចឹងយកមុខវិជ្ជាហ្នឹងមកហ្វឹកហាត់ឲ្យបានច្រើនឲ្យបានកាន់តែល្អដើម្បីឲ្យគាត់ដឹងថាសមត្ថភាពគាត់គឺទៅបានមួយមុខវិជ្ជាហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ដល់ពេលប្រឡងគឺគាត់អត់មានអារម្មណ៍ថាភ័យព្រួយទោះបីមានអារម្មណ៍ភ័យមែនតែគាត់មាននៅចំណេះក្នុងខ្លួនឯងដល់ពេលអញ្ចឹងអារម្មណ៍ភ័យហ្នឹងវារៀងបាត់ទៅមួយឡែកឯងចា៎ជុកត្រឡប់ទៅកំឡុងពេលប្រឡងវិញយើងត្រៀមខ្លួនមុនប្រឡងបាទចុះទៅដល់ពេលប្រឡងតើគួរធ្វើម៉េចឧទាហរណ៍ស្រាប់តែគាត់ចំមុខវិជ្ជាដែលគាត់គិតថារៀងពិបាកសម្រាប់គាត់ចុះជាពិសេសដូចមុខវិជ្ជាគណិតវិទ្យាអញ្ចឹងសម្រាប់អ្នកដែលគាត់មិនសូវប្រកែគណិតវិទ្យាអញ្ចឹងគាត់គួរធ្វើម៉េចក្នុងកំឡុងពេលប្រឡងបើសិនជាជួបវិញ្ញាសាហ្នឹងដែលចេញមកសំណួរហ្នឹងរៀងពិបាកអញ្ចឹងណាចាលោកគ្រូវិញនិយាយពីក្នុងកំឡុងពេលប្រឡងវិញអាចនិយាយបានថាខ្ញុំពេលប្រឡងហ្នឹងក៏ជួបជាមួយនឹងកលៈទេសៈមួយដែលខ្ញុំរៀងតាក់ជាមួយនឹងសំណួរខ្លះដែរហើយក៏ខ្ញុំពេលហ្នឹងរៀងភាំងខ្លួនឯងដែរប៉ុន្តែពេលដែលការពេលប្រឡងហ្នឹងគឺបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺពេលប្រឡងហ្នឹងពេលដែលយើងជួបសំណួរដែលយើងមានអារម្មណ៍ថាយើងតាក់ឬក៏យើងភាំងយើងកុំនៅឈប់ត្រឹមហ្នឹងយើងកុំនៅគិតថាខ្លួនឯងធ្វើចំណុចហ្នឹងអត់រួចនៅតែកៀងត្រឹមហ្នឹងទុកសំណួរហ្នឹងមកឡែកសិនទៅធ្វើនៅសំណួរផ្សេងៗដែលយើងចេះដែលយើងអាចថាយើងធ្វើទៅបានហើយនៅពេលដែលយើងធ្វើឲ្យអស់គឺយើងទុកពេលឲ្យច្រើនដើម្បីទៅធ្វើសំណួរដែលយើងមានអារម្មណ៍ថាយើងអត់ចេះសំណួរហ្នឹងឬក៏យើងភាំងឬក៏យើងភ្លេចឡើងចំណុចហ្នឹងបើលើកឧទាហរណ៍ទៅខ្ញុំធ្លាប់ការពេលប្រឡងគណិតវិទ្យាពេលប្រឡងគណិតវិទ្យាហ្នឹងមានលំហាត់មួយដែលលំហាត់ហ្នឹងអាចថានៅក្នុងរម៉ាំងទី5ឬក៏ទី6ខ្ញុំហ៊ានតាក់ថងលំហាត់ហ្នឹងពេលដែលខ្ញុំធ្វើសុកទៅក៏វាភាំងភ្លេចនៅរបៀបធ្វើភ្លេចនៅមេរៀនកន្លែងហ្នឹងប៉ុន្តែពេលហ្នឹងខ្ញុំព្យាយាមតាំងស្មារតីខ្លួនឯងថាកុំភ័យឬក៏កុំស្លន់ព្រោះថាបើសិនជាយើងភ័យឬក៏យើងស្លន់យើងគិតទៅលើកន្លែងហ្នឹងអត់ចេញទេអញ្ចឹងតាំងស្មារតីខ្លួនឯងទុកមួយឡែកសិនហើយយើងទៅធ្វើឲ្យផ្សេងទៀតចាំពេលយើងធ្វើហើយយើងបកមកធ្វើវិញក៏យើងអាចនិយាយបានថាការគិតរបស់យើងនឹងនៅលើតែលំហាត់ហ្នឹងអញ្ចឹងយើងធ្វើទៅអត់មានចំណុចខ្វះខាតទេទោះបីខុសតិចតួចក៏អត់អីដែរបាទអរគុណច្រើនមែនតើកញ្ញាសូមសួរបន្តិចចុះឥឡូវយើងកញ្ញាកំពុងតែរៀនឆ្នាំទី2ហើយឆ្នាំទី2បាទកញ្ញាមើលឃើញភាពខុសប្លែកគ្នាមិនខ្លះដែរកំឡុងពេលដែលយើងខំរៀនតាំងពីដើមនិយាយថាខំរៀន12ឆ្នាំចុះ
រហូតដល់ខ្លួនឯងទទួលបាននិទេស A ហើយមកអង្គុយនៅទីនេះដើម្បីផ្ដល់ជាសារចែករំលែកក៏ដូចជាគន្លឹះផ្សេងៗទៅកាន់សិស្សប្អូនណាយើងមើលឃើញថាតើយើងមានភាពខុសប្លែកគ្នាមិនអាពេលយើងអត់ទាន់ខំហើយនឹងពេលដែលយើងខំហើយទទួលបានលទ្ធផលមកដូចសប្តាហ៍ថ្ងៃអារម្មណ៍របស់យើងនៅពេលហ្នឹងមិនដែរចារិកឆើបើទៅលើកន្លែងហ្នឹងពេលដែលចប់ទី12ភ្លាមកំឡុងពេលថ្នាក់វិទ្យាល័យនេះយើងប្រកាសជាខំប្រឹងប្រែងរៀនសូត្ររបៀបផ្សេងៗឯងប៉ុន្តែពេលដែលចប់ថ្នាក់ទី12ភ្លាមចប់វិទ្យាល័យពឹបទទួលបាននៅនិទ្ទេសអីផ្សេងពេលហ្នឹងយើងប្រកាសជាមានអារម្មណ៍រំភើបសប្បាយចិត្តក៏ដូចជាដឹងគុណទៅដល់ប៉ាម៉ាក់លោកគ្រូអ្នកគ្រូផ្សេងដែលគាត់បានផ្ដល់ទំនុកចិត្តឲ្យយើងយកចិត្តទុកដាក់បង្រៀនហើយក៏ដូចជាមើលថែយើងផងដែរអញ្ចឹងពេលចប់ហ្នឹងយើងមានអារម្មណ៍សប្បាយចិត្តហើយប៉ុន្តែក្រោយពីចប់ទី12មករយៈយើងផុតពីថ្នាក់វិទ្យាល័យពេលហ្នឹងក៏ខ្ញុំមានអារម្មណ៍ប្លែកផ្សេងពីពេលដែលខ្ញុំកំពុងតែជាសិស្សថ្នាក់វិទ្យាល័យម្នាក់ដែលចប់ថ្នាក់វិទ្យាល័យអញ្ចឹងទៅពេលហ្នឹងខ្ញុំរៀងមានអារម្មណ៍ថារៀងប្រាំងរៀងប្លែកស្មារតីថាតើខ្ញុំត្រូវធ្វើអីបន្តទៀតព្រោះឥឡូវចប់ថ្នាក់វិទ្យាល័យខ្ញុំត្រូវដល់ពេលដែលខ្ញុំត្រូវមានទំនួលខុសត្រូវស្វែងរកនៅជំនាញដែលខ្លួនឯងត្រូវរៀនហើយគិតគូរពីអនាគតវែងឆ្ងាយអញ្ចឹងពេលហ្នឹងក៏ខ្ញុំគិតគូរច្រើនភាសាមួយប៉ាម៉ាក់ច្រើនដើម្បីរើសជំនាញដែលខ្លួនឯងត្រូវរៀនហើយចុងបញ្ចប់មកក៏ខ្ញុំរើសយកជំនាញដែលខ្លួនឯងរៀនសប្តាហ៍ថ្ងៃហ្នឹងគឺគេអភិវឌ្ឍ software ហើយខ្ញុំមើលឃើញខ្លួនឯងមានភាពខុសប្លែកថាថ្នាក់វិទ្យាល័យយើងមានលោកគ្រូអ្នកគ្រូគាត់តាមជួយទំនុកបម្រុងតាមឲ្យយើងរបៀបថាគាត់កាយផ្លូវឲ្យយើងដើររហូតប៉ុន្តែពេលដែលយើងមកដល់ថ្នាក់សាកលវិទ្យាល័យយើងអ្នកដើរខ្លួនឯងយើងអ្នកសម្រេចខ្លួនឯងអត់មានអ្នកគេមកដាក់សម្ពាធយើងឬក៏អត់មានអ្នកគេមកចាំត្រួយត្រាយផ្លូវឲ្យយើងទៀតទេអញ្ចឹងទៅខ្ញុំមានអារម្មណ៍ខុសប្លែកថាយើងត្រូវមានទំនួលខុសត្រូវច្រើនជាងមុនបាទភ្ជាប់ជាមួយការសិក្សារបស់កញ្ញានៅសាកលវិទ្យាល័យបន្តិចកញ្ញាក៏ជានិស្សិតអាហារូបករណ៍ដែរបាទអញ្ចឹងអាចសុំកលឹះបន្តិចទៀតមកបាទថាទៅម៉េចបន្ទាប់ពីយើងប្រឡងទី12ចប់ហើយយើងរហូតដល់យើងទទួលបានអាហារូបករណ៍ណាតើជាទូទៅសាកលវិទ្យាល័យជាដៃគូរបស់សុវណ្ណភូមិគាត់ផ្ដល់ជូនអាហារូបករណ៍បែបណាឬក៏កញ្ញាដាក់ពាក្យធ្វើបែបណាមានប្រឡងមានអីចឹងដើម្បីអាចទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យចឹងណាចាលោកគ្រូបើទៅលើអាហារូបករណ៍វិញតាមពិតទៅសាលារៀនសុវណ្ណភូមិគាត់មានដៃគូអាហារូបករណ៍ច្រើនមែនតើហើយពេលដែលខ្ញុំចប់ថ្នាក់ទី12ភ្លាមហ្នឹងក៏លោកគ្រូអ្នកគ្រូគាត់ជំរុញឲ្យដាក់អាហារូបករណ៍ជាដៃគូសហប្រតិបត្តិការមួយសាលាហើយខ្ញុំក៏ធ្លាប់បានដាក់ដូចគ្នាដែរហើយមួយវិញទៀតក៏ខ្ញុំទៅស្វែងរកនៅអាហារូបករណ៍ខ្លួនឯងដូចជាអាហារូបករណ៍របស់រដ្ឋាភិបាលយើងមានអាហារូបករណ៍របស់សម្ដេចតេជោអាហារូបករណ៍អមតអាហារូបករណ៍របស់ក្រសួងប្រៃសណីផ្សេងដល់ពេលហ្នឹងគឺកលឹះនៅក្នុងការដាក់អាហារូបករណ៍ហ្នឹងពេលហ្នឹងខ្ញុំអាចនិយាយបានថាដោយសារតែយើងចាប់ទី12យើងទទួលបាននៅលទ្ធផលមួយដែលយើងចង់បានដែរដល់ពេលចឹងទៅគេក៏មានតម្រូវការទៅលើអាហារូបករណ៍ហ្នឹងដែរថាត្រូវដាក់ពីនិទេសណាដល់និទេសណាដល់ពេលចឹងទៅខ្ញុំក៏សម្រេចចិត្តថាបន្ទាប់ពីខ្ញុំដាក់អាហារូបករណ៍ជាមួយនឹងដៃគូរបស់សាលាហើយខ្ញុំក៏ទៅសាកស្វែងរកខ្លួនឯងដាក់អាហារូបករណ៍របស់រដ្ឋាភិបាលទៅដែលយើងនិយាយទៅយើងយកចំណេះដែលយើងរៀនពីវិទ្យាល័យហ្នឹងយកទៅប្រឡងយកទៅដាក់ចឹងទៅបានអាចទទួលបាននៅជោគជ័យបានហើយក៏គេមើលលើសមត្ថភាពយើងដែរថាយើងអាចតទៅមុខជាមួយនឹងសាកលវិទ្យាល័យនឹងបានអត់ទៅគេផ្ដល់អាហារូបករណ៍ឲ្យយើងបាទអរគុណកញ្ញាច្រើនមែនទែនឥឡូវសូមជាចុងក្រោយមួយចុះបាទសូមសម្រាប់សិស្សប្អូនដែលកំពុងតែរៀនគាត់ចង់បានពីtechnique ហើយកញ្ញាផ្ដល់ជូនហើយឥឡូវគិតអាចសុំជាមតិយោបល់ចុងក្រោយចាកញ្ញាមានពាក្យពេចន៍អីចង់ផ្ដាំផ្ញើទៅសិស្សដែលគាត់កំពុងតែរៀនគាត់មិនទាន់ចប់ព្រោះយើងបានឆ្លងកាត់ការខំប្រឹងប្រែងមកច្រើនដែររហូតដល់ទទួលបានលទ្ធផលអាចថាជាទីគាប់ចិត្តហើយព្រោះយើងបាននិទេស A ផងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យផងបាទអញ្ចឹងមានជាពាក្យពេចន៍អីសម្រាប់ផ្ដាំផ្ញើទៅកាន់បងប្អូនជំនាន់ក្រោយណាដើម្បីគាត់ទទួលបានលទ្ធផលល្អអាចថាចង់ល្អជាងកញ្ញាទៅទៀតណាបាទចាលោកគ្រូអញ្ចឹងចំពោះអ្វីដែលខ្ញុំអាចចែកម្លែកបានទៅកាន់សិស្សប្អូនគឺមានច្រើនប៉ុន្តែខ្ញុំនៅលើកយកនៅកត្តាមួយចំនួនក៏ដូចជាសារចុងក្រោយដើម្បីចែកម្លែកទៅកាន់បងប្អូនឲ្យគាត់ខិតខំបន្តទៅមុខទៀតអញ្ចឹងអាចនិយាយបានថាគឺទី1ហ្នឹងតាក់ទងជាមួយនឹងការរៀនសូត្ររបស់យើងតែម្ដងដោយសារតើបងប្អូនឥឡូវគឺកំពុងតែស្ថិតនៅក្នុងថ្នាក់វិទ្យាល័យមិនថាថ្នាក់អនុវិទ្យាល័យវិទ្យាល័យផ្សេងឯងគឺបងប្អូនអាចប្រកាន់ភ្ជាប់យកនៅកលឺ4ដែលបងអាចចែកម្លែកបានគឺទី1កលឺទី1ហ្នឹងនៅពេលដែលយើងកំពុងតែធ្វើការសិក្សាហ្នឹង
ទី1គឺការយកចិត្តទុកដាក់ទៅលើមេរៀនរបស់លោកគ្រូអ្នកគ្រូគឺពេលដែលយើងរៀនយើងយកសមត្ថភាពនៃការយល់របស់យើងយកមកប្រើប្រាស់ពេលដែលលោកគ្រូអ្នកគ្រូបញ្យល់គឺព្យាយាមយល់អំពីអ្វីដែលគាត់បញ្យល់យើងថាចំណុចហ្នឹងគេចង់បានន័យថាម៉េចចំណុចហ្នឹងមានរបៀបយ៉ាងណាខ្លះហើយដល់ពេលចំណុចទី2ហ្នឹងគឺតាក់ទងជាមួយនឹងការ active recalling ឬក៏ការទន្ទិញឲ្យចាំមេរៀនបន្ទាប់ពីយើងយកនៅសមត្ថភាពនៃការយល់របស់យើងយកទៅប្រើប្រាស់ហើយគឺយកសមត្ថភាពនៃការចងចាំរបស់យើងយកមកប្រើប្រាស់វិញម្ដងបានន័យថាពេលយើងក្រោយពីពេលរៀនអញ្ចឹងពេលដែលយើងក្រោយពីពេលរៀនមកគឺយើងមិនត្រូវស្វ័យសិក្សាខ្លួនឯងរៀនខ្លួនឯងអញ្ចឹងទៅអាចនិយាយបានថាពេលហ្នឹងគឺបងប្អូនព្យាយាមទិញក៏បានactive recall នៅចំណុចដែលយើងរៀនហើយនឹងឲ្យមានការចងចាំផងយល់ផងទៅចំណុចចុងក្រោយគឺបងប្អូនអាចយកទៅអនុវត្តនៅក្នុងបាទអាចនិយាយបានថាយកទៅវឹកហាត់នៅក្នុងកិច្ចការដែលបងប្អូនធ្វើដូចជាលំហាត់មេរៀនសំណួរអញ្ចឹងយើងយល់យើងចាំហើយយើងយកទៅហ្វឹកហាត់នៅក្នុងកិច្ចការដែលយើងត្រូវធ្វើទៅកលឹះទាំងអស់ហ្នឹងអាចធ្វើឲ្យយើងរៀនទៅទទួលបាននូវប្រសិទ្ធភាពហើយមួយវិញទៀតក្រៅពីការដែលយើងរៀននឹងហើយយើងត្រូវដឹងអំពីការរៀបចំផែនការសិក្សារបស់ខ្លួនឯងគោលដៅរបស់ខ្លួនឯងថាខ្លួនឯងចង់ទទួលបាននូវលទ្ធផលបែបណានៅក្នុងការរៀនហើយព្យាយាមផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងមិនថាយើងជួបប្រទះនៅឧបសគ្គការលំបាកនៅក្នុងការរៀននឹងយ៉ាងណាទេកុំចោះចាញ់ឲ្យសោះកុំបាក់ទឹកចិត្តដល់ថ្នាក់ថាយើងចោះចាញ់ថាយើងលែងចង់តទៅមុខពីព្រោះអ្វីក៏ដោយយើងធ្វើតែងតែជួបនៅឧបសគ្គប៉ុន្តែឲ្យតែយើងឆ្លងកាត់ឧបសគ្គនឹងបានគឺយើងអាចឆ្លងផុតនៅរឿងផ្សេងៗជាច្រើនឆ្លងផុតនៅភាពដែលលំបាកហ្នឹងយើងតទៅមុខបានទៀតហើយមួយវិញទៀតជាចុងក្រោយហ្នឹងគឺពេលដែលបងប្អូនរៀនហ្នឹងគឺបងប្អូនកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេករៀនទៅតាមសមត្ថភាពរបស់យើងហើយខិតខំឲ្យអស់ពីសមត្ថភាពបានយើងទទួលបាននូវលទ្ធផលល្អហើយជាពិសេសហ្នឹងមិនថាបងប្អូនរៀនថ្នាក់អនុវិទ្យាល័យឬអីផ្សេងឯងយើងមិនមែនរៀនតែក្នុងថ្នាក់ឯងក្រៅពីនឹងទៀតចំណុចបន្ថែមទៀតហ្នឹងគឺបងប្អូនអាចចូលរួមនៅកម្មវិធីផ្សេងចូលរួមប្រកួតចូលរួមនៅកម្មវិធីដែលសាលាឬក៏លោកគ្រូអ្នកគ្រូគាត់ជំរុញមកហ្នឹងយើងចូលរួមទៅព្រោះកម្មវិធីទាំងអស់ហ្នឹងគឺបានអភិវឌ្ឍយើងច្រើនមែនតើធ្វើឲ្យយើងមានភាពរីកចម្រើនទាំងក្នុងសាលាទាំងក្រៅសាលាយើងយល់ដឹងពីបរិបទនៅខាងក្រៅច្រើនការប្រកួតផ្សេងយើងប្រកួតប្រជែងជាមួយនឹងសិស្សានុសិស្សដែលគាត់នៅខាងក្រៅសាលាផ្សេងហើយមួយវិញទៀតគឺធ្វើឲ្យយើងនឹងរីកចម្រើនទៅជាបុគ្គលម្នាក់ដែលមានភាពក្លាហានដែលអាចធ្វើអ្វីៗបានច្រើនណាចឹងទៅជាចុងក្រោយសម្រាប់បងប្អូនដែលគៀកនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរបងសូមផ្ញើសារទៅកាន់បងប្អូនថាបងប្អូនត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនថាពេលការរៀនហ្នឹងយើងជួបនៅឧបសគ្គផ្សេងជាច្រើនមិនក៏ដោយក៏ត្រូវតែខំមកអស់ពីសមត្ថភាពដែរធ្វើយ៉ាងណាឲ្យតែយើងអាចតទៅមុខបានខំប្រឹងរៀនគឺប៉ុណ្ណឹងជោគជ័យបាទគួរក្បាយមែនទេសូម្បីតែខ្ញុំអ្នកស្ដាប់នេះក៏បានជាតិចនិចយកទៅរៀនខ្លួនឯងបន្ថែមដែរបាទអរគុណច្រើនមែនទេកញ្ញាសម្រាប់ការចំណាយពេលវេលាក្នុងការចូលរួមដែលផ្ដល់ជាតិចនិចយុទ្ធសាស្ត្រផ្សេងជាច្រើនសម្រាប់សិស្សានុសិស្សដែលគាត់អាចយកទៅសិក្សាបន្ថែមអនុវត្តបន្ថែមដើម្បីជំរុញឲ្យការសិក្សារបស់គាត់អាចទទួលបានផលល្អនិទេសកាន់តែល្អជាងនេះទៀតបាទហើយក៏សូមអរគុណដល់ទស្សនិកជនមែនទែនសម្រាប់ចូលតាមការតាមដាន podcast របស់យើងនៅក្នុងភាគទី1នេះអញ្ចឹងខ្ញុំបាទឧត្តមជំរួមជាមួយនឹងកញ្ញាសូមអរគុណសូមជម្រាបលា